ញោមសាច់មាន់ជាមួយនឹងក្រអៅឈូកនិងកញ្ឆែតសម្រាប់បងប្អូនណាដែលធ្លាប់ញោមដាក់បន្លែទាំងអស់នេះជួយខមមិនខាងក្រោមមួយបើសិនជាបងប្អូនអត់ទាន់ធ្លាប់សាកទេអាចសាកបានសម្រាប់បន្លែធ្វើញោមសាច់មាន់នេះគឺយើងអាចដាក់តាមចំណង់ចំណូលចិត្តថ្ងៃនេះខ្ញុំរើសយកមានដូចជាតកួនកញ្ឆែតក៏ដូចជាកៅអៅឈូកវិធីធ្វើងាយៗតាមរូបមន្តខ្ញុំផ្ទាល់តែម្ដងការធ្វើម្ហូបគឺមានច្រើនបែបក្នុងការធ្វើគ្រឿងផ្សំអត់មានអីច្រើនទេគឺខ្ញុំមានមាន់ដូចនៅក្នុងរូបអញ្ចឹងមួយចំហៀងហើយថែមមួយកណាត់ទៀតសម្រាប់មានជើងមានអីនេះគឺយើងទុកស្ងោរទឹកដែលយើងស្ងោរមាន់ហើយរួចរាល់នេះគឺយើងអាចដាក់ស្ងោរវាតែម្ដងលាងមាន់ឲ្យស្អាតមកតាមជាក់ស្ដែង4 5 6ទឹកអីលាងមាន់រួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមដាក់ដាំទឹកនេះគឺខ្ញុំដាំពុះហើយខ្ញុំដាក់មាន់ចូលក្នុងនេះគឺមានដូចជាស្លឹកគ្រៃក៏ដូចជានឹងស្លឹកក្រូចសើចដាក់បង់គ្រឿងទាំងអស់នេះចូលហើយឲ្យវាចេញជាតិស្លឹកគ្រៃស្លឹកក្រូចឲ្យឈ្ងុយល្អទឹកពុះខ្ញុំដាក់មាន់ចូលបន្ទាប់មកខ្ញុំចាប់ផ្ដើមលាងចិត្តកៅអៅឈូកនេះគឺខ្ញុំចិត្តឲ្យបានយកទៅលាងខ្ញុំកោសកោសដូចនៅក្នុងវីដេអូនេះគឺខ្ញុំកោសវាហើយខ្ញុំយកវាមកចិត្តបច្ឆាឬមួយបងប្អូនចិត្តត្រង់ក៏បានដូចគ្នាសម្រាប់ការចិត្តកៅអៅឈូកនេះគឺខ្ញុំចូលចិត្តភាគច្រើនគឺខ្ញុំចិត្តបច្ឆាបែបនេះហើយកៅអៅឈូកនេះខ្ញុំទិញចំនួនអត់ដឹងប្រមាណខាំទេកែមកគឺលក់មួយដុំអញ្ចឹងដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនអាចមើលតាមនឹងបានហើយបន្លែយើងដាក់តាមជាក់ស្ដែងទៅលើសាច់របស់យើងហើយដល់សមាជិកនៅក្នុងផ្ទះបងប្អូនអាចលៃលោកគ្រឿងអីទៅតាមនឹងដូចគ្នាខ្ញុំបង្ហាញពីគ្រឿងកូលតែជាក់ស្ដែងគឺអត់លំអិតច្បាស់ទេព្រោះថាលើបរិមាណគឺបងប្អូនដាក់ទៅតាមសាច់ឬមួយបន្លែបងប្អូនជាក់ស្ដែងខ្ញុំចិត្តកៅអៅឈូករួចរាល់ហើយខ្ញុំដាក់ត្រាំទឹកហើយដាក់ក្រូចឆ្មាមួយចំណិតកុំឲ្យវាខ្មៅកញ្ឆែតខ្ញុំកាត់កុលវាចោលដោយសារតែខ្ញុំបិចវាមើលទៅឃើញវាថាវារៀងចាស់អញ្ចឹងណាដល់ពេលបើចាស់ពេកវាធ្វើឲ្យយើងពេលហូបទៅវារៀងស្វិតអត់សូវឆ្ងាញ់ចឹងខ្ញុំកាត់យកតែកន្លែងខ្ចីទេហើយស្លឹកចុងតិចនេះក៏ខ្ញុំកាត់ចោលដែរសម្រាប់បន្លែធ្វើញោមនេះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តនិងអ្វីដែលបងប្អូនទិញទៅមានអីដាក់នឹងបានដូចជាស្ពៃក្តោបការ៉ុតអីហ្នឹងគឺយើងដាក់បានដូចគ្នាអាស្រ័យទៅលើយើងចូលចិត្តថាចូលចិត្តបន្លែអីការធ្វើញោមនេះគឺងាយស្រួលហើយឆាប់បានហូបហើយក៏ឆ្ងាញ់ដែរហូបលេងក៏បានហូបជាមួយបាយក៏បានខ្ញុំចិត្តរយកតែខ្ចីទេអាណាចាស់ខ្ញុំយកវាក្បត់ចាខ្ញុំនៅចិត្តចោលហើយតកួនខ្ញុំដាក់ប៉ុណ្ណឹងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងកាត់យកខ្ចីដូចគ្នាហើយកន្លែងស្លឹកគឺខ្ញុំអត់យកទេកញ្ឆែតហើយនឹងតកួនគឺខ្ញុំយកវាទៅស្រោះទឹកក្តៅមកប្រងដើម្បីឲ្យវាមកសពប់យកវាមកលាងត្រាំទឹកកកវិញតែចំណែកដូចជាខ្ទឹមបារាំងនិងកៅអៅឈូកគឺខ្ញុំអត់ស្រោះទេអាហ្នឹងឆ្ងាញ់គឺយើងដាក់ទាំងស្រោះតែម្ដងទឹកត្រីញោមគឺអត់មានអីច្រើនទេខ្ញុំកិនស្ករប៊ីចេងអំបិលក៏ដូចជាខ្ទឹមសនិងខ្ទឹមក្រហមបន្តិចម្ទេសដាក់តាមចំណង់ចំណូលចិត្តស្ករគឺខ្ញុំអត់យកផ្អែមពេកទេទឹកត្រីញោមខ្ញុំគឺអត់សូវផ្អែមទេខ្ញុំយករៀងជូរប្រៃក្រូចឆ្មាខ្ញុំដាក់ចំនួន2ផ្លែនិងទឹកអំពិលទុំនេះយើងភ្លក់មើលទៅថាវាជូរប៉ុណ្ណាដែលយើងចង់បានហើយគឺយើងដាក់ថែមថយតាមនឹងទៅកូរច្របល់គ្រឿងទាំងអស់នេះឲ្យចូលជាតិគ្នាល្អបន្ទាប់ខ្ញុំចាប់ផ្ដើមស្រោះបន្លែគឺខ្ញុំស្រោះតកួនក៏ដូចជាកញ្ឆែតស្រោះវាមកប្រងមកល្មមមកសពប់គឺខ្ញុំលើកចេញលាងទឹកចេញកុំឲ្យវារលួយពេកគឺអត់ឆ្ងាញ់ទេយកវាមកសពប់បានហើយមាន់នេះគឺខ្ញុំស្ងោរហើយខ្ញុំដាក់វាឲ្យខ្លះស្អាតតិចបន្តិចដើម្បីងាយស្រួលហែកសាច់ខ្ញុំហែកសាច់យកសាច់វាហើយឆ្អឹងនេះអត់មានចោលទេយើងនៅសាច់នេះគឺយើងអាចបង់នៅក្នុងទឹកស្ងោរមាន់យើងបាញ់មិញនេះយកធ្វើជាស្ងោរជ្រូកបានទុកលាយបាយឲ្យកូនពៅដែលនៅក្នុងវីដេអូបាញ់មិញគឺគាត់ចូលចិត្តហូបមែនតែនសម្រាប់ការស្ងោរជ្រូកជាពិសេសគាត់ចូលចិត្តរៀងជូរបើសិនជាអត់សូវជូរគឺគាត់អត់សូវចូលចិត្តទេរបៀបនៃការធ្វើម្ហូបគឺមានច្រើនរបៀបបើសិនជាបងប្អូនមានរូបមន្តអីផ្សេងទៀតអាច comment នៅខាងក្រោមបានដើម្បីចែករំលែកគ្នាទៅវិញទៅមកដែលថាធ្វើបែបណាទៀតដែលឆ្ងាញ់អីអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមហាន់សាច់ជ្រូក3ជាន់ហាន់រាងស្ដើងបែបនេះសាច់ជ្រូក3ជាន់នេះគឺយើងដាក់ជាមួយនឹងញោមគឺត្រូវមែនតើបើយើងប្រើជាប្រភេទសាច់សុទ្ធសាច់អីក៏អត់សូវឆ្ងាញ់ដែរអាហ្នឹងអាស្រ័យទៅលើអ្នកចូលចិត្តដែរ
សាច់មាន់ដាក់ចូលមុនជាមួយនឹងសាច់ជ្រូកដើម្បីកូរជាមួយនឹងទឹកត្រីញោមយើងនេះឲ្យវាចូលជាតិគ្នាល្អហើយបាទខ្ញុំចាប់ផ្ដើមដាក់បន្លែបន្ទាប់ទៀតញោមសាច់មាន់ខ្ញុំលើកនេះរៀងហឹរបន្តិចបើសិនជាបងប្អូនណាចូលចិត្តហឹរគឺត្រូវហើយមិនចូលចិត្តហឹរទេអាចថែមថយម្ទេសដកទៅតាមនឹងទៅតាមចំណង់ចំណូលចិត្តបើយើងចូលចិត្តរៀងហឹរដាក់ឲ្យច្រើនជាងនឹងទៀតក៏បានដែរតែបើសិនជាការញ៉ាំញោមនេះគឺបើសិនជាអត់សូវហឹរក៏អត់សូវឆ្ងាញ់ដែរមែនទេបងប្អូនដាក់ក្រអៅឈូកហើយនឹងខ្ទឹមបារាំងខ្ញុំដាក់បន្តិចទេព្រោះវាសល់តែប៉ុណ្្នឹងដាក់ប៉ុណ្្នឹងទៅហើយណាមួយវាល្មមនឹងសាច់បន្លែយើងតែម្ដងកូរកៅអៅឈូកក៏នឹងខ្ទឹមបារាំងឲ្យសព្វជាមួយនឹងគ្រឿងឲ្យបានល្អទៅខ្ញុំដាក់បន្តបន្ទាប់ទៀតសម្រាប់បងប្អូនដែលចង់មើលមុខម្ហូបប្រចាំថ្ងៃក៏ដូចជាបង្អែមអីផ្សេងកុំភ្លេច Subscribe Channel ខ្ញុំម្នាក់មួយផងអរគុណបងប្អូនសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់ហើយបើមានកំហុសខុសឆ្គងអីសំខាន់តែអភ័យទោសផងនេះគឺខ្ញុំធ្វើរបៀបលក្ខណៈរូបមន្តខ្ញុំផ្ទាល់